ហើយអ្វីបានជារាជរដ្ឋាភិបាលជាពិសេសសហរដ្ឋអាមេរិកអាចរឹបអូសកាក់ Bitcoin បានរដ្ឋាភិបាលជាពិសេសសហរដ្ឋអាមេរិកអាចរឹបអូសកាក់ Bitcoin ឬរូបិយប័ណ្ណ Crypto ផ្សេងៗទៀតបានដោយសារមូលហេតុនិងវិធីសាស្ត្រសំខាន់ៗមួយចំនួន 1. មូលហេតុច្បាប់រដ្ឋាភិបាលរឹបអូសកាក់ Bitcoin ជាទូទៅគឺផ្អែកលើមូលដ្ឋានច្បាប់ដូចជាផលចំណេញពីបទឧក្រិដ្ឋប្រសិនបើ Bitcoin ត្រូវបានរកឃើញថាត្រូវបានប្រើប្រាស់ក្នុងសកម្មភាពខុសច្បាប់ដូចជាការលាងលុយការជួញដូរគ្រឿងញៀនការបោកប្រាស់ឬការលួចចូលនោះរដ្ឋាភិបាលមានសិទ្ធិរឹបអូសទ្រព្យសម្បត្តិទាំងនោះតាមរយៈដីការបស់តុលាការឬគេហៅថា Civil Asset Forfeiture ការអនុវត្តទណ្ឌកម្មករណីខ្លះរដ្ឋាភិបាលអាមេរិកអាចរឹបអូសកាក់របស់ក្រុមឬបុគ្គលដែលជាប់ពាក់ព័ន្ធនឹងបណ្ដាញឧក្រិដ្ឋកម្មឆ្លងដែនឬអង្គភាពដែលស្ថិតក្រោមការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកចំណុចទី2វិធីសាស្ត្របច្ចេកទេសទោះបីជា Bitcoin មានលក្ខណៈវិមជ្ឈការក៏ដោយអាជ្ញាធរនៅតែអាចរឹបអូសវាបានតាមវិធីជាក់ស្ដែងការតាមដានតាម Blockchain ភ្នាក់ងារអនុវត្តច្បាប់ប្រើប្រាស់ឧបករណ៍វិភាគកម្រិតខ្ពស់ដូចជា Chainalysis ដើម្បីតាមដានលំហូរនៃកាក់ Bitcoin នៅលើ Blockchain ជាសាធារណៈពួកគេអាចកំណត់អត្តសញ្ញាណអាសយដ្ឋានរបស់ Wallet ដែលជាប់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋបានការសហការជាមួយ Exchange ប្រសិនបើ Bitcoin របស់ឧក្រិដ្ឋជនត្រូវបានទុកនៅលើ Centralized Exchange ដូចជា Binance ឬ Coinbase Exchange ទាំងនោះត្រូវតែគោរពតាមបទបញ្ញត្តិរបស់រដ្ឋាភិបាលអាជ្ញាធរអាចចេញដីកាទៅ Exchange ដើម្បីឲ្យបង្កក់ឬផ្ទេរកាក់ពីគណនីឧក្រិដ្ឋជនទៅកាន់ Wallet របស់រដ្ឋាភិបាលបានដែលនេះជាវិធីងាយស្រួលនិងមានប្រសិទ្ធភាពបំផុតការទទួលបាន Private Key ប្រសិនបើកាក់ Bitcoin ត្រូវបានទុកនៅក្នុង Self Custody Wallet មិនមែននៅលើ Exchange នោះអាជ្ញាធរមានសិទ្ធិរឹបអូស Private Key បានគេអាចទទួលបាន Private Key ដោយការរឹបអូសកុំព្យូទ័រ Hard Drive ឬ Hardware Wallet របស់ឧក្រិដ្ឋជនក្នុងពេលឆែកឆេរពេលខ្លះឧក្រិដ្ឋជនយល់ព្រមប្រគល់ Private Key ក្នុងការដោះដូរសម្រាប់កិច្ចព្រមព្រៀងជាមួយតុលាការឬអាចប្រើប្រាស់បច្ចេកទេសកុំព្យូទ័រដើម្បីទាញយក Private Key ដែលបានទុកនៅក្នុងឧបករណ៍ Digital មួយនោះការរឹបអូសនេះបង្ហាញថាទោះបីជា Bitcoin មានលក្ខណៈអនាមិកក៏ដោយវាមិនមែនជាទ្រព្យសម្បត្តិដែលមិនអាចតាមដានឬមិនអាចរឹបអូសបានទាំងស្រុងនោះទេជាពិសេសនៅពេលដែលវាជាប់ពាក់ព័ន្ធនឹងប្រព័ន្ធហិរញ្ញវត្ថុដែលមានបទបញ្ញត្តិដូចជា Exchange ឬនៅពេលដែលរាជរដ្ឋាភិបាលអាចទទួលបាន Private Key តាមរយៈនីតិវិធីច្បាប់